ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍កម្មការ Channel របស់ខ្ញុំមីងហងហើយនៅក្នុងវីដេអូនេះខ្ញុំនិយាយតាក់ទងទៅនឹងព្រៃ Amazon គឺជាព្រៃត្រូពិចដែលមានទំហំធំជាងគេបង្អស់នៅលើពិភពលោកមានផ្ទៃដីរហូតដល់ 5.5 លានគីឡូម៉ែត្រការ៉េគ្របដណ្ដប់ប្រទេសរហូតដល់9នៅក្នុងទ្វីបអាមេរិកខាងត្បូងមានដូចជាប្រេស៊ីល ប៉េរូ កូឡុំប៊ី វេណេស៊ុយអេឡា អេក្វាទ័រ បូលីវី ហ្គីអាណា ស៊ូរីណាមហើយ 60% នៃព្រៃ Amazon គឺស្ថិតនៅប្រេស៊ីលព្រៃនេះត្រូវបានគេស្គាល់ថាជាសួតនៃភពផែនដីដោយសារវាស្រូបយកកាបូនឌីអុកស៊ីតយ៉ាងច្រើននិងផលិតអុកស៊ីសែនព្រៃ Amazon នាំបរិមាណទឹកប្រមាណជា208លានលីត្រចូលទៅក្នុងមហាសមុទ្រអាត្លង់តិករៀងរាល់វិនាទីទន្លេ Amazon នៅក្នុងព្រៃ Amazon គឺជាទន្លេដែលមានប្រវែងវែងជាងគេនៅក្នុងពិភពលោកក្នុងចម្ងាយ 6,992 គីឡូម៉ែត្រតែមានមតិមិនយល់ស្របមួយចំនួនដែលបានលើកឡើងថាទន្លេនីលនៅឯប្រទេសអេស៊ីបមានប្រវែងវែងជាងទន្លេ Amazon ទៅទៀតតែទោះបីជាយ៉ាងនេះមែនទន្លេ Amazon ក៏នៅតែជាទន្លេមួយដែលស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់ទន្លេដែលវែងជាងគេដែរបើព្រៃ Amazon ជាប្រទេសវិញវាអាចក្លាយជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេលេខរៀងទី9ជាមួយនឹងក្រឡាផ្ទៃជាង 6.4 លានគីឡូម៉ែត្រការ៉េប្រមាណ 25% នៃថ្នាំពេទ្យរបស់ប្រទេសលោកខាងលិចមានគ្រឿងផ្សំចេញពីរុក្ខជាតិនៃព្រៃមួយនេះព្រៃ Amazon មានផ្លែឈើហូបផ្លែចំនួន 3,000 ប្រភេទក្នុងនោះប្រមាណជា 200 ប្រភេទប៉ុណ្ណោះដែលគេយកមកពិសានិងជាង 80% នៃអាហារក្នុងពិភពលោកមានប្រភពដើមមកពីព្រៃ Amazon ក្នុង1ហិកតានៃព្រៃ Amazon មានដើមឈើប្រមាណ 750 ប្រភេទនិងរុក្ខជាតិ 1,500 ប្រភេទតែជាង 1% នៃពន្លឺព្រះអាទិត្យអាចធ្វើដំណើរទៅដល់ផ្ទៃខាងក្រោមនៃសន្តានដីព្រៃដោយសារតែកម្រាស់នៃដើមឈើនៅពីលើដីព្រៃ Amazon ចំនួន 1.5 អាបាត់បង់ជារៀងរាល់វិនាទីដោយសារមូលហេតុចម្បងរួមមានសកម្មភាពកាប់បំផ្លាញព្រៃឈើដោយមនុស្សនេះជាមូលហេតុចម្បងបំផុតរួមមានការកាប់ឈើខុសច្បាប់និងការដុតព្រៃដើម្បីយកដីការពង្រីកដីកសិកម្មនិងចម្ការការកាប់បំផ្លាញព្រៃឈើភាគច្រើនគឺដើម្បីយកដីសម្រាប់ធ្វើចម្ការសណ្តែកសៀងនិងចម្ការចិញ្ចឹមសត្វយកសាច់ទ្រង់ទ្រាយធំអគ្គិភ័យការដុតព្រៃដើម្បីកាប់ឆ្ការដីបង្កឲ្យមានភ្លើងឆេះព្រៃកាន់តែខ្លាំងដែលជាបញ្ហាធ្ងន់ធ្ងរការធ្វើអាជីវកម្មរ៉ែសកម្មភាពរុករករ៉ែខុសច្បាប់បានបំផ្លាញផ្ទៃដីព្រៃឈើនិងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីការប្រែប្រួលអាកាសធាតុនិងគ្រោះរាំងស្ងួតការប្រែប្រួលអាកាសធាតុធ្វើឲ្យតំបន់ខ្លះមានភ្លៀងធ្លាក់តិចហើយក្តៅស្ងួតដែលងាយបង្កឲ្យមានភ្លើងឆេះព្រៃកត្តានយោបាយភាពធូររលុងក្នុងការអនុវត្តច្បាប់អភិរក្សបរិស្ថាននិងគោលនយោបាយជំរុញការអភិវឌ្ឍនៅតំបន់ព្រៃ Amazon បានរួមចំណែកបង្កើនអត្រាបាត់បង់ព្រៃឈើសកម្មភាពទាំងនេះបានធ្វើឲ្យព្រៃ Amazon បាត់បង់សមត្ថភាពលូតលាស់ឡើងវិញដោយខ្លួនឯងព្រៃ Amazon គឺជាជម្រកនៃសត្វសាហាវនិងសត្វមានពិសច្រើនប្រភេទហើយមានគ្រោះថ្នាក់បំផុតពួកវាមានវិធីសាស្ត្រវាយប្រហារខុសៗគ្នាទៅតាមប្រភេទសត្វទី1ពស់អាណាកុងដាកន្លែងរស់នៅរបស់វាគឺចូលចិត្តនៅក្នុងទឹកតាមមាត់ទន្លេឬតំបន់ដក់ទឹកវិធីវាយប្រហារវាជាសត្វមិនមានពិសទេប៉ុន្តែវាប្រើវិធីរឹតជុំវិញខ្លួនចំណីរបស់វារហូតដល់ថប់ដង្ហើមស្លាប់រួចទៅផ្ស៊ីជាអាហារជាទូទៅវារឹតដូចជាសត្វជ្រូកព្រៃក្តាន់និងសំបីមនុស្សទី2ក្រពើខៃមែនកន្លែងរស់នៅតាមទន្លេ Amazon និងតំបន់វាលភក់វិធីវាយប្រហារជាសត្វព្រៃដ៏គួរឲ្យខ្លាចបំផុតវាលួចវាយប្រហារដោយស្ងៀមស្ងាត់ពីក្នុងទឹកដោយប្រើថ្គាមដ៏រឹងមាំខាំនិងអូសចំណីចូលទៅក្នុងទឹកទី3ខ្លាដាវឬក៏ហៅថាខ្លា Jaeger កន្លែងរស់នៅវារស់នៅលើគោកព្រៃក្រាស់និងជិតមាត់ទឹកវិធីវាយប្រហារវាជាអ្នកប្រមាញ់កំពូលវាលួចវាយប្រហារពីលើដើមឈើឬពីក្រោយដោយខំទម្លុះលលាកក្បាលឬកញ្ចឹងកចំណីដើម្បីសម្លាប់ភ្លាមទី4ត្រីពីរ៉ាន់ញ៉ាកន្លែងរស់នៅរបស់វាតាមទន្លេនិងបឹងក្នុងព្រៃ Amazon វិធីវាយប្រហារពួកវាវាយប្រហារជាក្រុមដោយប្រើធ្មេញមុតស្រួចដោយកាំបិតរោមខំហែកសាច់ចំណីយ៉ាងរហ័សទី5ពូចឹក Pit Viper កន្លែងរស់នៅលើដីលើមែកឈើទាបវិធីវាយប្រហារវាចឹកដោយបញ្ចេញពិសដែលធ្វើឲ្យឈាមកកឬបំផ្លាញកោសិកាដែលអាចបណ្ដាលឲ្យស្លាប់ទី6អន្ទង់អគ្គិសនីកន្លែងរស់នៅក្នុងទឹកភក់ឬទន្លេដែលហូរយឺតវិធីវាយប្រហារវាបញ្ចេញចរន្តអគ្គិសនីកម្រិតខ្ពស់ដើម្បីឆក់ចំណីឬការពារខ្លួនដែលអាចធ្វើឲ្យមនុស្សសន្លប់ឬជប់ដកដង្ហើម
ចាពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំគឺដល់ចុងក្រោយហើយសូមជូនពរពុកម៉ែបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ភារកិច្ចខណៈនេះនាងខ្ញុំមេងហួងសូមគោរពនិងសូមជម្រាបលាជួបនាងខ្ញុំនៅក្នុងវីដេអូក្រោយទៀតបាយបាយ